Hi everyone, nice to be here with you and to translate useful everyday English idiom with you. And today, as usual, we'll be translating three idioms. And not to waste any more time, let's begin. The first idiom means informal, to cheat or trick somebody so that they lose a lot of money. Informal, to cheat or trick somebody so that they lose a lot of money. Idiom ទី1គឺមានន័យថាយើងប្រើក្នុងភាសានិយាយភាសាមិនផ្លូវការវាមានន័យថាបោកប្រាស់អឺបោកប្រាស់ឬក៏នឹងឲ្យ cheat បោកប្រាស់ហើយ trick នេះគឺបោកបញ្ឆោតនរណាម្នាក់ដូច្នេះហើយអឺពួកគេបាត់បង់លុយជាច្រើនពួកគេបាត់លុយជាច្រើនណាជាងយើងបោកលុយឬក៏បោកបញ្ឆោតលុយហ្នឹងហើយបោកលុយពីនរណាម្នាក់ឧទាហរណ៍អញ្ចឹង idiom ហ្នឹងគឺវាចេះ rob somebody blind អូខេ rob somebody blind ចឹងមានន័យថាបោកប្រាស់យកលុយយកហ្នឹងហើយយកលុយពីនរណាម្នាក់អូខេ I can't trust them they rob you blind as soon as your back is turned you can't trust them they rob you blind as soon as your back is turned អ្នកមិនអាចទុកចិត្តពួកគេបានទេពួកគេនឹងបោកប្រាស់អ្នកភ្លាមគ្រាន់តែបែរខ្នងគ្រាន់តែបែរខ្នងហ្នឹងអូខេចឹងថាកលះតែខ្លួនគឺគេបោកហ្មងអញ្ចឹងណាគេ rob somebody blind and next idiom មានន័យថា informal to say that something is definitely true informal to say that something is definitely true ភាសាមិនផ្លូវការឬភាសាសម្រាប់និយាយអឺយើងនិយាយថាអ្វីមួយគឺវាពិតជាត្រឹមត្រូវណាស់អ្វីមួយគឺពិតជាត្រូវអត់មានខុសទេគឺត្រូវហ្មង Okay, he swore blind that he'd already paid back the money he owed me. Okay, he swore blind that he'd already paid back the money he owed me. Okay, អញ្ចឹង idiom ហ្នឹងគឺយើងគឺ idiom នេះ Okay, swear blind អញ្ចឹង swear blind នេះគឺយើងនិយាយថាអ្វីមួយគឺវាត្រឹមត្រូវណាស់អត់មានអីខុសអីតិចទេត្រឹមត្រូវណាអញ្ចឹងគាត់បាននិយាយអឺគាត់បានអះអាងគាត់បាននិយាយអះអាងថាគាត់ពិតជាបានសងលុយដែលគាត់ជំពាក់មកខ្ញុំវិញហើយឬក៏ការដែលគាត់បានសងលុយដែលគាត់ជំពាក់មកខ្ញុំវិញហើយហ្នឹងគឺជាការពិតគាត់ធានាឲ្យថាជាការពិតគាត់អត់កុហកទេអត់និយាយកុហកទេគឺពិតជាបានសងលុយមកមែនអញ្ចឹងណា swear blind and the last idiom uh, informal, a person who is very similar to your mother, to their mother or father in a way that they look or behave. Informal, a person who is very similar to their mother or father in the way that they look or behave. ភាសានិយាយគឺសំដៅទៅលើមនុស្សដែលស្រដៀងទៅនឹងម្ដាយឬក៏ឪពុករបស់គេទាំងរូបរាងឬក៏អាកប្បកិរិយាឬក៏អកប្បកិរិយាហ្នឹងណាគឺដូចបងតាំងពីរូបរាងក៏ដូចជាអាកប្បកិរិយាអញ្ចឹងthe last idiom ហ្នឹងគឺ a chip of the old block a chip of the old block ហើយអញ្ចឹងដូចហ្មងមកទៅដូចទាំងអាកប្បកិរិយាឬក៏ទាំងរូបរាងហ្នឹង a chip of the old block all right so thank you so much everybody I'll see you next time take care and bye